តោះទៅ celebrate my friend birthday ជាមួយខ្ញុំដូចធ្លាប់វត្តដងចឹងមុននឹងទៅដល់កន្លែងញ៉ាំអីយើងតែងតែឆ្លៀតចូលថតរូបសិនហាងតែខ្ញុំមកយ៉ាងនឹងរូបជារៀងប្លែកខុសពីមេធាធ្លាប់ផឹកវត្តដងមើលតាមុខខ្ញុំមើលដឹងហើយឡើងឆ្ងល់ហ្មងរូបជាឡើងប្លែកហើយអង្គុយសុកក៏ដកស្ករគ្រាប់មកញ៉ាំស្ករនោះខ្ញុំញ៉ាំឡើងឈឺថតរូបបានពេញចិត្តអស់ហើយក៏ទៅញ៉ាំអីម្ដងយីនេះមកកាណាសាវ៉ាគ្នាពីរនាក់ឯតែហៅរៀងច្រើនដែរនិយាយទៅដើរគ្នាត្រូវគឺអត់ដែរមានមួយណាទុកមួយណាគឺតែងតែ support គ្នាហ្មងតែអត់អីទេនេះពួកខ្ញុំហៅមហូបសិលត្រូវមាត់ទាំងអស់ខ្ញុំអត់ដឹងថាខ្ញុំអាសាផុសវីដេអូញ៉ាំអីក៏អត់ដឹងពីច្រើនអ្នកឆាតមកតាម TikTok ដឹងតែគាត់និយាយថាកុំញ៉ាំច្រើនពេកខ្លាចឡើងគីឡូអីចឹងដុសបាពួយចឹងណាតែខ្ញុំធាត់តាមវីដេអូចឹងមិនមែនធ្វើធាត់ឥឡូវទេហើយឥឡូវក៏មិនមែនស្គមដែរញ៉ាំបដានិយាយគ្នាបដាក៏ដល់ម៉ោងបងគាត់លើកនំឲ្យដោយសារតែបានទិញ cake ដោយសារពួកយើងជួបគ្នាតាំងពីថ្ងៃបើសិនជាទិញស៊ីនឹងដឹងអញ្ចឹងក៏ order គាត់នៅកន្លែងហ្នឹងហ្មងទៅហើយឥឡូវពួកខ្ញុំញ៉ាំអីហើយទៅផ្ទះហើយបាយបាយ